ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះលោកគ្រូនឹងមកចែករំលែកអំពីការបំបែកຂະຫນាតដោយប្រើប្រាស់តម្លៃនៃពហុគុណនៃຂະຫນាតដែលយើងបានសិក្សានៅក្នុងរូបវិទ្យាថ្នាក់ទី10បាទតម្លៃពហុគុណនៃຂະຫນាតនោះយើងអាចប្រើប្រាស់បានងាយជាងពីការបំបែកຂະຫນាតដោយប្រើតារាងហើយការបំបែកຂະຫນាតមួយចំនួនធំគឺយើងប្រើប្រាស់តែតម្លៃនៅក្នុងពហុគុណនៃຂະຫນាតអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅដល់ខ្លឹមសារនៃមេរៀននេះតែម្ដងតម្លៃនៃពហុគុណនៃຂະຫນាតគឺខ្ញុំមាននេះតារាង3តារាងមួយនេះហើយមានជួរឈរ3នេះជួរឈរទី1នេះខាងលើនេះគឺខ្ញុំតាំងទៅជាបុព្វបទដែលនៅក្នុងភាសាអង់គ្លេសគេថា prefix ហើយកដាលគឺនិមិត្តសញ្ញា symbol ហើយខាងក្រោយគេនេះគឺតម្លៃដែលភាសាអង់គ្លេសថា factor ហើយក្នុងសភៅមួយចំនួនរបស់លោកគ្រូអ្នកគ្រូគាត់សរសេរថាជាស្វ័យគុណណាជាស្វ័យគុណបាទអីទេជាស្វ័យគុណក៏បានជាតម្លៃក៏បានដែរអញ្ចឹងនិមិត្តសញ្ញាដែលយើងឃើញតែងតែឃើញមានពាក្យ DA នេះអញ្ចឹង DA នេះគេយើងអានថាជា DK ណា DK ហើយខ្ញុំបាទខាងនេះខ្ញុំសរសេរជាបាទបុព្វបទជា prefix ហើយខ្ញុំសរសេរជាភាសាខ្មែរដើម្បីងាយស្រួលសម្រាប់បងប្អូនអ្នកសិក្សាទាំងអស់អានបាទសម្រាប់បងប្អូនដែលមិនចេះអានយើងមានភាសាខ្មែរឲ្យអានហើយស្មិទ្ធសញ្ញាខាងនេះគឺយើងតែងតែឃើញនៅក្នុងពហុគុណនៃຂະຫນាតប្រវែងពហុគុណនៃຂະຫນាតផ្ទៃបាទຂະຫນាតមាត្រអីចឹងទៅណាហើយខាងនេះគឺជាតម្លៃរបស់និមិត្តសញ្ញាមួយនេះអញ្ចឹងសាថ្មីម្ដងទៀតគឺយើងមាន DK DA យើងអានថា DK តម្លៃវាគឺ10ស្វ័យគុណ1ហើយ A តូចនេះគឺយើងអានថាជា hecto តម្លៃ10ស្វ័យគុណ2 K តូចយើងអានថាគីឡូតម្លៃវា10ស្វ័យគុណ3 M ធំគឺយើងអានថាមេហ្គាតម្លៃវា10ស្វ័យគុណ6ហើយ G ធំគឺយើងអានថា GK តម្លៃគឺ10ស្វ័យគុណ9ហើយអក្សរ T ធំយើងអានថា Tera បាទ Tera តម្លៃវាគឺ10ស្វ័យគុណ12រីឯអក្សរ P ធំនេះគឺជា Beta តម្លៃវាគឺ10ស្វ័យគុណ15ហើយអក្សរចុងក្រោយនេះគឺអក្សរ E ធំបាទអក្សរ E ធំតម្លៃវាគឺ10ស្វ័យគុណ18មិនអញ្ចឹងខ្ញុំមានឧទាហរណ៍មួយគឺពហុគុណនៃម៉ែត្រយើងតែងឧបមាខ្ញុំមានឧទាហរណ៍ថា1 DAM នេះយើងអានថា1 DK ម៉ែត្រដែលតម្លៃរបស់វាគឺស្មើនឹង1តែខ្ញុំអត់បានសរសេរ1ណាតាមពិត1ដោយសារ DA នេះគឺ10ស្វ័យគុណ1អញ្ចឹងគុណនឹង10ស្វ័យគុណ1ដែល10ស្វ័យគុណ1នោះស្មើ10អញ្ចឹង10គុណនឹង1បាន10ម៉ែត្រយើងរក្សាជាຂະຫນាតជាតម្លៃនៃຂະຫນាតប្រវែងយើងរក្សាដដែលទី2គឺខ្ញុំមាន1 hectometer អញ្ចឹងយើងគ្រាន់តែយកសរសេរលេខ1ហើយយើងជំនួសតម្លៃ hecto នេះដោយ10ស្វ័យគុណ2អញ្ចឹងយើងសរសេរបាន1គុណ10ស្វ័យគុណ2រីឯម៉ែត្រនេះយើងរក្សាដដែលខ្ញុំដាក់សញ្ញាស្មើតដោយសារតែខ្ញុំចង់តម្លាក់ស្វ័យគុណ10ស្វ័យគុណ2នេះអញ្ចឹងយើងបាន100ម៉ែត្រចឹងទៅណាយើងអត់ចង់តម្លាក់ស្វ័យគុណយើងយក1គុណ10ស្វ័យគុណ2ម៉ែត្រស្មើនឹង10ស្វ័យគុណ2ម៉ែត្រក៏បានដែរយើងទុក100បែបហ្នឹងក៏វាអត់ខុសដែរហើយមួយទៀតគឺខ្ញុំមានឧទាហរណ៍នេះគឺត្រង់គីឡូវិញហ្នឹងខ្ញុំដាក់តែ1គីឡូម៉ែត្រអញ្ចឹង1គីឡូម៉ែត្រទៅម៉ែត្រគឺវាស្មើនឹង1គុណនឹង10ស្វ័យគុណ3ដោយសារតម្លៃអក្សរ K នេះគឺស្មើ10ស្វ័យគុណ3អញ្ចឹង1គុណ10ស្វ័យគុណ3ម៉ែត្រតែខ្ញុំតម្លាក់ស្វ័យគុណនេះអស់គឺបាន1000ម៉ែត្រមួយទៀតគឺមេហ្គាខ្ញុំមាន1មេហ្គាម៉ែត្របើសិនជាខ្ញុំចំនួនខ្ញុំបាន1គុណ10ស្វ័យគុណ6ម៉ែត្រហើយខ្ញុំតម្លាក់ស្វ័យគុណបាន1លានម៉ែត្រចឹងទៅណាតោះមកទៀតខ្ញុំឧទាហរណ៍លឿនគឺ GK ខ្ញុំមាន1 GK ម៉ែត្រអានេះសម្រាប់ពហុគុណនៃຂະຫນាតប្រវែង1 GK ម៉ែត្រគឺវាស្មើជាមួយនឹងបាទ1 GK ម៉ែត្រគឺស្មើជាមួយនឹង1គុណ10ស្វ័យគុណ9ដោយសារ GK អក្សរ G ធំនេះគឺ9បាទ9គឺបានប៉ុណ្ណឹងមក
ខ្ញុំអត់តម្លាក់ស្វ័យគុណទៀតទេដោយសារកាលណាយើងតម្លាក់ស្វ័យគុណធ្វើឲ្យលេខច្រើនបាទ09ក៏ដូចគឺយើងខាតចន្លោះក្នុងការសរសេរបាទ1 teramet ខ្ញុំសរសេរ1 t ធំ m អានថា1 teramet គឺស្មើជាមួយនឹង1គុណ10 12 ម៉ែត្រអូខេអញ្ចឹងបន្តនេះគឺ1 petamet យើងអាចបំបែកបាន1គុណ10 15 ម៉ែត្រចឹងទៅណានេះគឺ1 hexamet គឺសរសេរបានតែ1គុណ10 18 ម៉ែត្រចឹងទៅបាទសម្រាប់តម្លៃដែលយើងតែងតែជួបនៅក្នុងការសិក្សារូបវិទ្យាក្តីគណិតវិទ្យាគឺយើងតែងឃើញត្រឹមតែបាទគីឡូម៉ែត្រអីទេយ៉ាងច្រើនណា1គីឡូម៉ែត្រអិសាហើយនឹងតេតានេះតេរ៉ានេះកម្រឃើញណាក៏ប៉ុន្តែនៅក្នុង memory របស់ទូរស័ព្ទយើងធ្លាប់ឮពាក្យ megabyte gigabyte ហើយនឹង terabyte ចឹងទៅបើយើងសិតតែធ្លាប់ឮហើយពាក្យថា1 megabyte ក៏វាស្មើនឹង10.6 byte ចឹងដែរណា giga ក៏10.9 ចឹងទៅហើយ terabyte គឺ10.12 byte ចឹងទៅចឹងនេះគឺជាតម្លៃមួយដែលយើងអាចជំនួសចូលនៅក្នុងការបំបែកຂະຫນាតបានងាយយើងមិនបាច់ប្រើតារាងទេប៉ុន្តែអ្វីដែលសំខាន់គឺយើងត្រូវចាំនិមិត្តសញ្ញាទាំងអស់នេះហើយនឹងតម្លៃរបស់វាប៉ុន្តែការចាំនិមិត្តសញ្ញាតែមួយមុខយើងអត់អាចប្រើប្រាស់បានងាយស្រួលទេយើងត្រូវចេះអានដែលយើងហៅថាជាបុព្វបទរបស់វាគឺនិមិត្តសញ្ញាមួយយើងត្រូវចេះអានហើយដឹងពីតម្លៃរបស់វាបាទដឹងពីតម្លៃរបស់វាទើបធ្វើឲ្យយើងអាចគណនាអាចដោះស្រាយបំបែកຂະຫນាតបានងាយស្រួលអញ្ចឹងនៅក្នុង slide បន្ទាប់នេះខ្ញុំមានឧទាហរណ៍2បាទគឺឧទាហរណ៍នៅក្នុងពហុគុណម៉ែត្រការ៉េយើងបំបែកនៅក្នុងຂະຫນាតផ្ទៃវិញម្ដងនៅក្នុងពហុគុណម៉ែត្រការ៉េខ្ញុំមានទីកនេះគឺ1គីឡូម៉ែត្រការ៉េតែស្មើប្រមាណម៉ែត្រការ៉េអញ្ចឹងខ្ញុំធ្វើតាមវិធី2យ៉ាងយើងធ្វើទី1មុនគឺកតដែលនេះខ្ញុំឃើញមាន1គីឡូម៉ែត្រការ៉េមានន័យថាគីឡូម៉ែត្រមាន2ដងដូច x ការ៉េអញ្ចឹង x ការ៉េគឺមាន x គុណ x 2ដងបាន x ការ៉េអានេះគឺគីឡូម៉ែត្រការ៉េគឺមានន័យថាគីឡូម៉ែត្រគុណនឹងគីឡូម៉ែត្រអញ្ចឹងសរសេរ1គីឡូម៉ែត្រគុណ1គីឡូម៉ែត្របាន1គីឡូម៉ែត្រការ៉េតើណាអញ្ចឹង1គីឡូម៉ែត្រខ្ញុំសរសេរថា1គុណនឹង10ស្វ័យគុណ3ដោយសារតែម៉ែត្រជាຂະຫນាតប្រវែងយើងទុកសិនអញ្ចឹង1គុណ10ស្វ័យគុណ3ម៉ែត្រខាងក្រោយនេះដូចគ្នាដែរខាងមុខ1គុណ10ស្វ័យគុណ3ម៉ែត្រខាងក្រោយ1គុណ10ស្វ័យគុណ3ម៉ែត្របានប៉ុណ្ណឹងហើយខ្ញុំយកមេគុណខាងមុខគុណគ្នា1គុណ1បាន1 10ស្វ័យគុណ3គុណ10ស្វ័យគុណ3គឺបាន10ស្វ័យគុណ6ម៉ែត្រគុណនឹងម៉ែត្របានម៉ែត្រការ៉េអញ្ចឹងដោយសារតែ1អញ្ចឹង1គុណ10ស្វ័យគុណ6បាន10ស្វ័យគុណ6ដដែលហើយម៉ែត្រការ៉េដដែលអញ្ចឹងខ្ញុំសរសេរយកប៉ុណ្ណឹងបានប៉ុណ្នេះហើយខ្ញុំធ្វើតាមវិធីទី2 1គីឡូម៉ែត្រការ៉េដដែលខ្ញុំឃើញថា1គីឡូម៉ែត្រការ៉េហើយខ្ញុំសរសេរកន្លែង k នេះខ្ញុំចំនួនដោយ10ស្វ័យគុណ3ដោយសារគីឡូ10ស្វ័យគុណ3ប៉ុន្តែដោយសារការ៉េខ្ញុំលើកជាការ៉េម៉ែត្រការ៉េខ្ញុំទុកដដែលឃើញទេអញ្ចឹង1នៅតែជាមួយដដែលប៉ុន្តែ10ស្វ័យគុណ3លើកជាស្វ័យគុណ2នេះលើករួមជាស្វ័យគុណ2នេះយើងគុណតាម a ស្វ័យគុណ m លើកជាស្វ័យគុណ n វាស្មើនឹង a ស្វ័យគុណ m គុណ n អញ្ចឹង10ស្វ័យគុណ3លើកជាស្វ័យគុណ2យើងបាន10ស្វ័យគុណ3គុណ2អញ្ចឹងបាន10ស្វ័យគុណ6ហើយគុណនឹង1ទៅបាន10ស្វ័យគុណ6ដដែលអញ្ចឹងគឺបាន10ស្វ័យគុណ6ម៉ែត្រការ៉េរបៀបទាំងពីរនេះខ្ញុំឃើញថាខាងក្រោមនេះគឺងាយស្រួលជាងខាងលើប៉ុន្តែបើសិនជាបងប្អូនក៏ដូចជាអ្នកសិក្សាទាំងអស់គ្នាយល់ថារបៀបមួយណាស្រួលយើងអាចសម្គាល់ខ្លួនឯងហើយប្រើប្រាស់ឬក៏សម្គាល់ក្នុងការគណនាតាមរបៀបណាដែលយើងអាចថាស្រួលបើជាខ្ញុំប្រើរបៀបខាងក្រោមព្រោះខ្ញុំដឹងថាលើកជាការ៉េគឺខ្ញុំសំទោសបើខ្ញុំដឹងថាជាគីឡូម៉ែត្រការ៉េខ្ញុំលើកជាការ៉េទៅអញ្ចឹងបានហ្នឹងស្រួលជាងគេឧទាហរណ៍មួយទៀតខ្ញុំប្រើតាមទម្រង់ខាងក្រោម10មេហ្គាម៉ែត្រការ៉េមីអញ្ចឹងខ្ញុំសរសេរ10ដដែលហើយមេហ្គាគឺ10
ស្វ័យគុណ6ដោយសារតែវាការ៉េខ្ញុំលើកជាការ៉េអញ្ចឹងខ្ញុំសរសេរថា10ខាងមុខនេះសំទោសបាទ10ហើយមេហ្គាគឺ10ស្វ័យគុណ6ហើយការ៉េខ្ញុំលើកជាស្វ័យគុណ2មកបាទលើកស្វ័យគុណ2ខាងនេះមកម៉ែត្រការ៉េទុកម៉ែត្រការ៉េដដែលហើយយើងបានអានេះ10ទុកដដែលហើយអានេះយើងធ្វើដូចមិញអញ្ចឹងយក6គុណ2មកបាន12អញ្ចឹងបាន10ខាងមុខមេគុណខាងមុខគុណនឹង10ស្វ័យគុណ12ម៉ែត្រការ៉េខ្ញុំទូទាត់លេខខាងមុខនេះ10នេះគឺមានន័យថា10ស្វ័យគុណ1យើងទូទាត់នេះទៅបាន10ស្វ័យគុណ13ម៉ែត្រការ៉េហើយគឺងាយខ្ញុំមានមួយទៀតឧទាហរណ៍មួយទៀតគឺខ្ញុំមាន 0.5 ដេកាម៉ែត្រការ៉េដែលដេការបស់យើងគឺស្មើនឹង10ស្វ័យគុណ1ឬក៏យើងសរសេរថា10ទៅទេក៏បានដែរអញ្ចឹងដោយសារតែវាការ៉េខ្ញុំអាចសរសេរថា10ស្វ័យគុណ1លើកជាស្វ័យគុណ2លើកជាការ៉េអញ្ចឹង 0.5 បាទនេះខ្ញុំថាមិញហ្នឹងគឺ10ស្វ័យគុណ1លើកជាការ៉េហើយម៉ែត្រការ៉េខ្ញុំទុករក្សាដដែល10ស្វ័យគុណ1លើកជាការ៉េបាន10ការ៉េ10ការ៉េគុណនឹង 0.5 គឺបាន50អញ្ចឹងបាទ50ម៉ែត្រការ៉េបាទនេះគឺជារបៀបនៃការគណនាបរិយាសំទោសជាការបំបែកຂະຫນាតផ្ទៃកាឡាក្នុងករណីគិតជាម៉ែត្រការ៉េយើងអាចប្រើតាមពីររបៀបទី1គឺឧទាហរណ៍ខាងលើនេះហើយរបៀបទី2នេះខ្ញុំធ្វើតាមរបៀបលើកជាការ៉េងាយអញ្ចឹងក្នុងចំណុចមុនយើងនិយាយពីពហុគុណនៃម៉ែត្រធម្មតាប្រវែងអានេះម៉ែត្រការ៉េគឺផ្ទៃហើយមួយទៀតនេះគឺខ្ញុំបង្ហាញពីម៉ែត្រគូបគឺសិក្សាលើមាត្ររបស់អង្គធាតុណាមួយអញ្ចឹងយើងធ្វើម៉េចខ្ញុំមាន1គីឡូម៉ែត្រគូបមានន័យថាគីឡូម៉ែត្រគុណគ្នាចំនួន3ដងអញ្ចឹងខ្ញុំសរសេរថា1គីឡូម៉ែត្រគុណ1គីឡូម៉ែត្រគុណ1គីឡូម៉ែត្រ3ដងស្មើ1គីឡូម៉ែត្រគូបដោយសារគីឡូវា10ស្វ័យគុណ3អញ្ចឹងខ្ញុំសរសេរថា1គុណ10ស្វ័យគុណ3សម្រាប់ខាងនេះមួយនេះគឺ1គុណ10ស្វ័យគុណ3ម៉ែត្រដូចគ្នាខាងនេះ1គុណ10ស្វ័យគុណ3ម៉ែត្រដែរហើយទាំងអស់នេះយើងសរសេរមួយបែបហ្នឹងមកហើយយើងឃើញថាបាទផលគុណនេះគឺមានស្វ័យគុណផងមានមេគុណខាងមុខមេគុណសិតតែ1អញ្ចឹង1គុណ1 3ដងបាន1 10ស្វ័យគុណ3គុណ10ស្វ័យគុណ3គុណ10ស្វ័យគុណ3ចំ3ដងបាន10ស្វ័យគុណ9ហើយម៉ែត្រនេះ3ដងហ្នឹងគុណបានម៉ែត្រគូបដូចគ្នាដែរបាទយើងប្រើតាមវិធីនេះងាយក៏ងាយដែរក៏ប៉ុន្តែវាវែងតិចឬទី2ខ្ញុំអត់ធ្វើដូចនេះដូចម៉ែត្រការ៉េហ្នឹងគឺខ្ញុំឃើញវាលើកជាស្វ័យគុណ3ឬក៏គូបអញ្ចឹងខ្ញុំដាក់1គុណនឹង10ស្វ័យគុណ3ហើយសារវាគូបខ្ញុំលើកវាជាស្វ័យគុណ3មកម៉ែត្រគូបខ្ញុំរក្សាទៅដែរអញ្ចឹងបានភាសាខ្ញុំប្រើតាមទម្រង់ស្វ័យគុណ m គុណលើកជាស្វ័យគុណ n បាន ស្វ័យគុណ m គុណ n អញ្ចឹងបាន339អញ្ចឹងឃើញងាយខ្លីអញ្ចឹងបាន10ស្វ័យគុណ9ម៉ែត្រគូបអូខេទីខខ្ញុំមាន10មេហ្គាម៉ែត្រគូបបាទមេហ្គាម៉ែត្រគូបអញ្ចឹងខ្ញុំទៅសេ10មេហ្គា10ស្វ័យគុណ6លើកជាស្វ័យគុណ3ដូចខាងការ៉េដែរយើងលើកមកយើងគណនាទៅបាន6 3ដង18អញ្ចឹងបាន10គុណ10ស្វ័យគុណ18ម៉ែត្រគូប10ស្វ័យគុណ18គុណនឹង10ស្វ័យគុណ1យើងបាន10ស្វ័យគុណ19អញ្ចឹងម៉ែត្រគូបនេះគឺជាការគណនាបែបស្រួលដែលយើងអាចធ្វើបានងាយហើយមិនពិបាកនៅក្នុងការគណនាទេឧទាហរណ៍មួយទៀតគឺខ្ញុំយកតម្លៃដូចខាងនេះដែរហើយ 0.5 ដេកាម៉ែត្រគូបអញ្ចឹងខ្ញុំសរសេរបាន 0.5 គុណនឹង10ស្វ័យគុណ1លើកជាស្វ័យគុណ3ម៉ែត្រគូបអញ្ចឹង10ស្វ័យគុណ3បាន1000គុណនឹង 0.5 បើគេ010ស្វ័យគុណ3ហៅថា1000គុណ 0.5 បាន500ម៉ែត្រគូបបាទនេះគឺជាការសម្រួលនៅក្នុងការគណនាຂະຫນាតឬការបំបែកຂະຫນាតនៅក្នុងភពគុណនៃម៉ែត្រការ៉េភពគុណនៃម៉ែត្រគូប
ឬយើងថាពុគុណនៃប្រវែងពុគុណនៃផ្ទៃហើយនិងពុគុណនៃមៀតអញ្ចឹងនេះជាវីដេអូទី2នៃការបំបែកຂະຫນាតរបស់ខ្ញុំហើយខ្ញុំសង្ឃឹមថាវីដេអូនេះនឹងជួយដល់បងប្អូនក៏ដូចជាអ្នកសិក្សារូបវិទ្យាគណិតវិទ្យាគីមីវិទ្យាដែលពិបាកក្នុងការបំបែកຂະຫນាតហើយសង្ឃឹមថាមើលវីដេអូនេះទៅអាចយល់ហើយនឹងអាចបកស្រាយបានអញ្ចឹងខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះបាទសូមអរគុណសូមជម្រាបលា